បាទគោរពអនុញ្ញាតជំរាបសួរបងប្អូនទាំងគ្នាមកកាន់ហៃសូឡាថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនថាតើធម្មពលរបស់ប្រព័ន្ធសូឡាមានអត្ថប្រយោជន៍អ្វីខ្លះចំពោះប្រព័ន្ធសូឡាមានអត្ថប្រយោជន៍នេះជាជួយសន្សំសំចៃនិងកាត់បន្ថយការចំណាយការរស់នៅប្រចាំថ្ងៃហើយមួយវិញទៀតសូឡាគឺជាធម្មពលដែលបន្សុទ្ធពន្លឺព្រះអាទិត្យប្រើដើម្បីយកមកចម្រាញ់សម្រាប់ចិញ្ចៀធម្មពលគិសនីប្រើប្រាស់នៅក្នុងផ្ទះហើយវាជួយការពារបរិស្ថានដោយសារតែវាមិនមានជាតិកាបូនិកដូចប្រើម៉ាស៊ីនភ្លើងនោះទេហើយវាងាយស្រួលប្រើប្រាស់ដោយថាវាមានអាយុកាលវែងវាគឺជាប្រព័ន្ធងាយស្រួលម្ល៉េះអាចប្រើប្រាស់បានគ្រប់ទីកន្លែងនិងជាប្រព័ន្ធរក្សាសុវត្ថិភាពហើយស្ងប់ស្ងាត់ដូច្នេះហើយបើសិនជាបងប្អូនចង់បានប្រព័ន្ធសូឡាឬក៏បន្ទះសូឡាល្អៗនិងមានគុណភាពខ្ពស់ដោយផលិតដោយរោងចក្រខ្លួនឯងកុំភ្លេចតាក់ទងមកដល់ដៃសូឡាឥឡូវនេះអូភ្លេចនៅថ្ងៃខាងមុខនេះដៃសូឡានឹងមានការដាក់តាមបង្ហាញផលិតផលនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី15ដុល្លាររហូតដល់ថ្ងៃទី19ដុល្លារឆ្នាំ2025ដូច្នេះបើសិនជាបងប្អូននៅទីលំនៅនៅក្នុងប្រទេសចិនស្រាប់មានចំណាប់អារម្មណ៍អាចទៅទស្សនាដោយគិតថ្លៃទៅចាំអីទៀតទៅចូលរួមប្រើប្រាស់ធម្មពលបៃតងជាមួយយើងទាំងអស់គ្នា